អូខេមួយថ្ងៃមុនមកចែងបានតម្លាក់របស់ស្អីមកឲ្យយើងលេងទៀតអីគេដាក់វាមកនៅលើ version 26.3 snapshot 7ដោយសារតែនៅក្នុងវីដេអូមុនយើងបាននិយាយរួចពី stair និង slab home gym វាជារបស់ថ្មីមួយដែលល្អមែនតើសម្រាប់អ្នកចូលចិត្តសាងសង់ណាហើយឥឡូវនេះគេក៏បានបញ្ចូលជាមួយនឹងរបស់ថ្មីមួយដែលវាកាន់តែពិសេសបន្ថែមទៀតព្រោះថាពីមុនយើងបានដឹងថាគេអាចយកលបាយបេតុងទៅដាក់នៅក្នុងទឹកដើម្បីវាកើតជាប្លុកបេតុងប៉ុន្តែយើងធ្វើបានតែជាលក្ខណៈប្លុកប៉ុណ្ណោះដែលចំណុចនេះគឺវាអត់ត្រឹមត្រូវទាល់តែសោះព្រោះបើតាមជាក់ស្ដែងសំណង់ដែលចេញជារាងចដាឬក៏ផ្ទៃរៀបដូចជា slab អីជាដើមគឺវាកើតមកពីបេតុងហ្នឹងហើយហើយដោយសារតែមួយជើងមើលឃើញពីបញ្ហាទាំងអស់ហ្នឹងគេក៏សម្រេចចិត្តថាអាប់ដេតបញ្ចូលវាទៅក្នុងហ្គេមដែលនៅក្នុងនេះយើងមានជាមួយនឹង stair និង slab ដែលធ្វើចេញពីប្លុកបេតុងវាមានពណ៌ចម្រុះច្រើនមែនទែនដូចទៅនឹងប្លុកហូមជាមហើយនឹងឈើដែរម្យ៉ាងទៀតគឺយើងអាចក្រាបវាបានដោយប្រើប្លុកបេតុងចំនួន6សម្រាប់ stair ហើយ3ប្លុកគឺសម្រាប់ slab ដែលចំពោះប្លុកបេតុងគឺយើងអាចទទួលបានមកពីការលាយល្បាយដីខ្សាច់ជាមួយនឹង gravel ហើយយើងអាចបន្ថែមជាមួយនឹងពណ៌ទៅដើម្បីឲ្យវាចេញជាលក្ខណៈប្លុកពណ៌បន្ទាប់មកយើងយកអាល្បាយនេះទៅដាក់លាយជាមួយនឹងទឹកហើយយើងកាប់វាយកមកគឺយើងបានប្លុកបេតុងមកហើយអានេះបើថាទៅវារៀងគ្រាន់បើជាងឈើនិងហូមជាមដោយសារតែសាច់របស់វា smooth ស្មើស្អាតវាមានគ្រើមមានអីទេវា symmetry ជាមួយនឹងប្រភេទផ្ទះសម័យថ្មីព្រោះផ្ទះសម័យថ្មីវាជាប្រភេទផ្ទះថ្មវាអាឡូងស្អាតពណ៌សពណ៌ខ្មៅអីចឹងទៅនៅពេលដែលយើងយកប្លុកហ្នឹងមកសង់វាមើលមកស្អាតមែនតើនិយាយទៅចេះប្លុកហ្នឹងគេដាក់មកដើម្បីសម្រាប់អ្នកដែលចូលចិត្ត build ទេសម្រាប់អ្នក PVP ទេហ្នឹងគ្មានអាណាខ្វល់ទេប៉ុន្តែចំពោះអ្នកដែល survival គឺគេមានដោយសារនៅក្នុង version ទេលើកមុនគេបានបញ្ចូលមកជាមួយនឹងតង់បាក់បែកដែលហ្នឹងគឺវាតាក់ទងទៅនឹងការ survival ផ្សងព្រេងអញ្ចឹងទៅហើយមកដល់ឥឡូវនេះគេបានធ្វើការកែវាបន្តិចបន្តួចដែលគេបានកែទៅលើអីវ៉ាន់ដែលមាននៅក្នុង hub នៅកន្លែងហ្នឹងប៉ុន្តែមានរបស់មួយនៅក្នុងហ្នឹងគឺខ្ញុំមិនដឹងថាជាស្អីគេទេវាចម្លែកមែនតើហ្នឹងហើយនិយាយលេតោះអញ្ចឹងអាហ្នឹងវាជាប្រភេទ map ថ្មីមួយដែលគេមានការ design ថ្មីឲ្យវាដោយសារតែ map ចាស់នៅក្នុង Minecraft គឺវាមានលក្ខណៈដូចกระดาษធម្មតាអញ្ចឹងគេគ្រាន់តែដូរពណ៌ដូរឈ្មោះដូរអីវាបន្តិចទៅគឺវាខ្លាយទៅជា map ផ្សេងបាត់ប៉ុន្តែចំពោះអា map ថ្មីនេះវិញគឺអត់ទេវាមានរូបរាងមានការ design របស់វាពេលដែលយើងយកវាទៅប្រើគឺវានឹងចេញ logo ថ្មីមួយវាមានទឹកមានដីមានអីនៅក្នុងហ្នឹងអីដែលសំខាន់គេបានកែទៅលើចំណុចមួយទៀតដែលវាល្អមែនតើដោយសារតែ map ពីមុននៅពេលដែលយើងមើលហើយយើងផ្លាស់ទីចេញពីអាតំបន់ដែលស្ថិតនៅក្នុងដំបូង map ហ្នឹងចឹងគេថាចំណុចដៅខ្លួនរបស់យើងហ្នឹងគឺវានឹងខ្លាយទៅជាដំបូងមូលបានន័យថាយើងអាចមើលពីទិសដៅដែលយើងកំពុងធ្វើដំណើរចឹងវាពិបាកមែនតើហើយមកដល់ឥឡូវនេះគឺថាយើងលេងពិបាកទៀតឯងដោយសារតែទោះបីជាយើងផ្លាស់ទីចេញពីអាដំបូង map ហ្នឹងក៏ដោយក៏អាចំណុចដៅរបស់យើងនៅតែមានទិសដៅដែរវាមានជាមួយនឹងអាចំណុចស្រួយសម្រាប់បង្ហាញទិសដៅអាចឲ្យយើងមើលបានណាហើយមិនតែប៉ុណ្្នឹងឯងវានឹងមានមុខងារមួយទៀតដែលវាធ្វើឲ្យ map ហ្នឹងកាន់តែមានប្រយោជន៍បន្ថែមទៀតព្រោះថាចំពោះអាពពួក map ដែលសម្រាប់ឲ្យយើងស្វែងរកទីតាំងហ្នឹងអាហ្នឹងឥឡូវគឺវាមានជាមួយនឹង logo ដូចជាអា map ទៅរកភូមិគឺវាមានរូបផ្ទះអ្នកភូមិអា map ទៅរកប្រាសាទវាមានរូបប្រាសាទអា map ទៅរកកន្លែងម៉ាញវាមានរូបផ្លូវអាទិភ្លើងអីចឹងទៅនៅពេលដែលយើងទៅលូតវានៅក្នុង hub យើងអាចមើលដឹងបានថា map ហ្នឹងជា map ស្អីនិយាយទៅគឺវាធ្វើឲ្យយើងងាយស្រួលប្រើហ្មងណាម្យ៉ាងទៀត map មួយចំនួនគឺវាមាននៅក្នុង game ស្រាប់ហើយ map មួយចំនួនទៀតគេទៅតែដាក់វីចូលមកទេដែលយើងអាចស្វែងរក map ទាំងអស់ហ្នឹងបានតាមរយៈការទិញពីអ្នកភូមិជាងយើងមានជាមួយនឹង map ទៅរកភូមិ map ទៅរកវិមានរបស់ villager ទៅរកប្រាសាទក្រោមទឹកហើយនិង trail chamber ចំណែកឯសំពៅលិចទឹកវិញយើងអាចទៅរកបានជាមួយនឹងអា map ទៅរកកំណប់រីឯនៅក្នុងតង់បោះបង់ចោលយើងអាចរកបានជាមួយនឹង map ទៅប្រាសាទ Warden ប្រាសាទខ្សាច់ប្រាសាទ Jungle សំណង់បាក់បែកដែលស្ថិតនៅក្នុងទឹកសមុទ្រកន្លែងម៉ាញផ្ទះមេធ្មប់ហើយនិងតង់ដែលគេបោះបង់ចោលយើងដើររកជាមួយនឹងអាតង់ហ្នឹងដើម្បីយក map ហើយយើងយក map ទៅរកតង់ហ្នឹងទៀតអញ្ចឹងខ្ញុំមិនយល់ដែរហើយយេអាប់ដេតនេះប្រហែលជាអាចនឹងចេញនៅខែក្រោយឬក៏មួយខែពីរខែទៀតគេអាចនឹងបន្ថែមអីមកបន្ថែមចាំយើងតាមដានបន្តសំខាន់បន្ទាប់ពីមើលវីដេអូនេះហើយយើងកុំភ្លេចបាយបាយ